របៀបផុសវីដេអូនៅក្នុង TikTok មានគេមើលច្រើនបាទបងប្អូនចឹងថ្ងៃនេះខ្ញុំមកណែនាំពីរបៀបក្នុងការផុសវីដេអូក្នុង TikTok ឲ្យវាត្រូវតាមគោលការណ៍របស់គេណាបងប្អូនណាហើយនឹងអាចឲ្យគេមើលចូលមើលច្រើនបាទអញ្ចឹងឥឡូវយើងចូលទៅមើលទាំងអស់គ្នាណាបងប្អូនណាបាទអញ្ចឹងយើងចូលទៅក្នុង TikTok ទៅបងប្អូនយើងចូលទៅក្នុង TikTok បាទយើងមកដល់នេះណាបងប្អូនណា TikTok បាទអញ្ចឹងបើបងប្អូនចង់ផុសនេះបងប្អូនអាចផុសក្នុងកន្លែងនេះក៏បាននេះណាបងប្អូនណានេះក្នុងនេះក៏បានសញ្ញាបូកនេះណាបងប្អូនណាប៉ុន្តែខ្ញុំណែនាំឲ្យបងប្អូនចូលទៅក្នុង profile បាទនេះបងប្អូនចូលក្នុងត្រង់នេះចូលក្នុងនេះវិញណាបងប្អូនណាចូលក្នុង profile យ៉ាងនេះបាទអញ្ចឹងឥឡូវយើងចូលទៅក្នុង profile របស់ខ្ញុំណាបងប្អូនណាបាទនេះ profile នេះណាយើងចុចលើពាក្យ profile ឡើងមកអញ្ចឹងបងប្អូនឃើញនេះណាបងប្អូនណារួចហើយបងប្អូនចុចលើសញ្ញាបូកនេះណានេះចុចលើសញ្ញាបូកនេះមកបងប្អូនចុចសញ្ញាបូកមកបាទអញ្ចឹងឥឡូវយើងចូលមកដល់ក្នុងនេះអញ្ចឹងបើសិនជាបងប្អូនចង់ផុសរូបភាពគឺបងប្អូនខ្ញុំមិនណែនាំបងប្អូនចង់ចុចផុសរូបភាពបងប្អូនអាចចុចត្រង់កន្លែងនេះណាបងប្អូនណាបើបងប្អូនចង់ផុសជាអក្សរបងប្អូនចុចលើពាក្យថា text ណាបងប្អូនណាបាទហើយដល់ពេលរួចហើយបងប្អូនអាចយកនេះនៅកន្លែងនេះគឺកន្លែងដែលយើងយករូបភាពឬមួយវីដេអូរបស់យើងចូលមកផុសណាបងប្អូនណាបាទតែបើបងប្អូនចង់ផុសវីដេអូបងប្អូនខ្លះគាត់ឆ្ងល់ថាពេលខ្លះខ្ញុំចុចផុសវីដេអូទៅមិនបានត្រូវ TikTok គេ block គេ ban ដោយពេលខ្លះរូបវីដេអូរបស់យើងជារូប original វីដេអូ original ហើយបានត្រូវ TikTok block ហើយ ban របស់យើងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមមកបកស្រាយបងប្អូនឲ្យបងប្អូនបានដឹងណាបងប្អូនណាអញ្ចឹងលើត្រង់ចំណុចនេះឧទាហរណ៍ថាអត់ទៀតណាថយវិញនេះបងប្អូនលើត្រង់ចំណុចនេះបងប្អូនឃើញ15វិនាទី60នេះវាមានដាក់ឲ្យយើងវីដេអូរបស់យើងវាមាន15វិនាទី60វិនាទីហើយនឹង10នាទីបាទអញ្ចឹងខ្ញុំមកបកស្រាយប្រាប់បងប្អូនមួយបើសិនជាវីដេអូរបស់បងប្អូនមាននាទីក្រោមចាប់ពីក្រោម1នាទីចុះណាបងប្អូនណាបងប្អូនត្រូវផុសនៅត្រង់បងប្អូនត្រូវចុចវីដេអូរបស់យើងហ្នឹងបើសិនវីដេអូរបស់បងប្អូនវាមានវែងចាប់ពីថា1នាទីចុះមកក្រោមអញ្ចឹងបងប្អូនត្រូវចុចលើ15វិនាទីនេះត្រង់ចំណុច15វិនាទីអញ្ចឹងណាតែបើសិនជាវីដេអូរបស់បងប្អូនមានរយៈមាននាទីវែងចាប់ពី1នាទីរហូតដល់2នាទីឬមួយ2នាទីកន្លះអញ្ចឹងបងប្អូនចុចយកត្រង់60វិនាទីនេះដល់បងប្អូនណាអានេះបញ្ជាក់ណាព្រោះបងប្អូនដាក់ខុសគឺបងប្អូនខុសគោលការណ៍របស់ TikTok ban คลิปបងប្អូនហើយคลิปបងប្អូនមិនសូវមានអ្នកមើលច្រើនទេណាបងប្អូនណាបាទតែបើសិនជាคลิปរបស់បងប្អូនមានរយៈពេលមាននាទីចាប់ពី3នាទីឡើងទៅ3នាទីឡើងទៅដល់5នាទី6នាទី10នាទីបងប្អូនយកត្រង់10នាទីនេះណាបងប្អូនណាបាទអញ្ចឹងការធ្វើคลิป TikTok សំខាន់គឺមានតែប៉ុណ្្នឹងហើយទីសំខាន់គឺការដែលបងប្អូនទៅដាក់ hashtag របស់វាអញ្ចឹង hashtag របស់វានេះខ្ញុំណែនាំបងប្អូនយល់
nhom út thì ho mùi thằng nhom vô rút này cho bà mình vô rút này hay nhom chọn này bà trắng chấm mòn chương nhom đặt thá đặc biệt hộp TikTok bà chấm trong hashtag này trong hashtag này bà bóng ổnត្រូវដាក់ hashtag ហ្នឹងឲ្យត្រូវតាមចំណងជើងឲ្យត្រូវតាមវីដេអូរបស់យើងតាមវីដេអូរបស់យើងយើងផុសពីអ្វីអញ្ចឹង hashtag ហ្នឹងយើងដាក់មកឲ្យវាទៅតាម content របស់យើងបងប្អូនណាអញ្ចឹងមួយយើងចុចលើពាក្យថា hashtag ហ្នឹងមកអញ្ចឹងខ្ញុំវាយដំបូងផុសគឺយើងវាយពាក្យថា TikTok បងប្អូនវាយតែ tik ហ្នឹងមកវាលោតមកឲ្យយើងនេះឲ្យយើងរើសមើល hashtag នេះតើមានអ្នកណាមើលច្រើននេះឃើញទេនេះអញ្ចឹងខ្ញុំយក TikTok ណាយក TikTok rồiខ្ញុំចុច hashtag មួយទៀតបើសិនជាវីដេអូរបស់បងប្អូនផុសពីការចែករំលែកអ្វីចែករំលែកចំណេះដឹងចែករំលែកការដើរកម្សាន្តចែករំលែកហ្នឹងបងប្អូនក៏ចុចពាក្យថាបងប្អូនវាយពាក្យថាចែកឃើញទេវាមានគេផុសទាំងអស់ប្រមាណ 45.6k ផុសអញ្ចឹងយើងដាក់មកចែករំលែកហើយ hashtag អីទៀត TikTok viral ថានេះ viral TikTok នេះ viral TikTok មានអ្នកផុស 414M អញ្ចឹងខ្ញុំដាក់ viral ទៀតមកឥឡូវខ្ញុំដាក់តែប៉ុណ្្នឹងទេបាទអញ្ចឹងរួចហើយយើងចុចលើកពាក្យថាផុសនេះមកបងប្អូនណានេះអើបាទដល់ពេលរួចហើយនៅពេលដែលយើងចុចចឹងមកវាចេញកន្លែងនេះបងប្អូនមើលត្រង់ពាក្យថា everyone can view the post អញ្ចឹងបងប្អូនចុចលើពាក្យនេះ everyone can នេះត្រង់នេះណានេះត្រង់ពាក្យនេះអញ្ចឹងបងប្អូនចុចត្រង់ហ្នឹងមកមានន័យថាបងប្អូនចង់ឲ្យអ្នកណាឃើញខ្លះមិត្តភ័ក្តិឬមួយក៏យើងតែម្នាក់អញ្ចឹងខ្ញុំយក everyone នេះណាត្រង់จากខាងលើហ្នឹងមកអានេះអត់ចាំបាច់ទេរួចហើយយើងចុចពាក្យថាផុសមកនេះខ្ញុំចុចពាក្យថាផុសនេះមកនេះណាបងប្អូនណាខ្ញុំចុចពាក្យផុសហ្នឹងមកចុចផុសបាទណាមានតែប៉ុណ្្នឹងទេណាបងប្អូនបាទអញ្ចឹងសម្រាប់ clip នេះខ្ញុំបណ្ណែនាំបងប្អូនគឺមានតែប៉ុណ្្នឹងណាបងប្អូនណាពីរបៀបនៃការផុស TikTok ឲ្យមានអ្នកចូលមើលច្រើនណាបងប្អូនហើយត្រូវតាមគោលការណ៍របស់ TikTok អញ្ចឹងសម្រាប់ clip នេះបើបងប្អូនគិតថាមានប្រយោជន៍បងប្អូនកុំភ្លេចចុច like ចុច share ចុច follow ឲ្យខ្ញុំអ្នកមួយផងហើយចុច share ឲ្យមិត្តភ័ក្តិបងប្អូនយើងគាត់បានដឹងដើម្បីឲ្យគាត់បានដឹងគ្រប់គ្នាផងណាបងប្អូនណាបាទអរគុណច្រើនជំរាបលា